Tara, I come to take your vote. តែបាត់តែខ្ញុំដាក់ឲ្យហ្នឹងគឺខ្ញុំថាប្រកួតថ្ងៃហ្នឹងគឺខ្ញុំអត់អស់ចិត្តបើសិនជាគេខ្លាំងមែនខ្ញុំដាក់ខ្សែក្បាត់ហ្នឹងបើគេខ្លាំងមែនគេយកទៅចាក់ យ៉ាលេងនុយធំហ្មង បាទ ខ្សែក្បាត់ បាទជំរាបសួរពុកម៉ែបងប្អូនដែលស្នេហាវិស័យបដាល់គុណខ្មែរជំនួបសងសឹកបាទរវាងថេរ៉ាជាមួយនឹងរ៉ូស្លានកាន់តែខិតចិត្តមកដល់ទៀតហើយបងប្អូនថ្ងៃនេះគឺថ្ងៃទី20ហើយបាទនៅសល់តែ3ថ្ងៃទៀតទេដល់ថ្ងៃប្រកួតរបស់ពួកគាត់ហើយពួកគាត់ទាំងពីរនាក់បាទទាំងថេរ៉ាទាំងរ៉ូស្លានបាទមានការបង្កើនការហ្វឹកហាត់បាទខ្លាំងរៀងខ្លួនបាទទាំងរ៉ូស្លានទាំងថេរ៉ាបងប្អូនសាកគិតមើលថាតើជំនួបសងសឹករវាងថេរ៉ាជាមួយនឹងរ៉ូស្លានអាចនឹងក៏ក្រើកឬក៏បាទហៅថាមានការខុសពីការរំពឹងទុករបស់បងប្អូនទាំងអស់គ្នាហេតុផលដែលខ្ញុំលើកឡើងនេះដោយសារតែនាពេលកន្លងមកយើងឃើញថាមានបាទគូសងសឹកគូសំខាន់ខ្លះបងប្អូនបាទមុនការប្រកួតគឺផ្ទុះការចាប់អារម្មណ៍មានការតាំងចិត្តខ្លាំងរៀងខ្លួនបាទមានការដាក់ក្តីរំពឹងខ្ពស់ប៉ុន្តែដល់ពេលប្រកួតជាក់ស្ដែងមានថាខុសពីការរំពឹងទុករបស់បងប្អូនរហូតដល់បងប្អូនលើកឡើងរិះគន់បាទថែមទៀតផងអញ្ចឹងបងប្អូនសាករំពឹងមើលថាតើរវាងថេរ៉ានិងរ៉ូស្លានអាចនឹងដូចគូមុនដែលបងប្អូនថាមានការរំពឹងថាក៏ក្រើកខ្លាំងប៉ុន្តែដល់ពេលប្រកួតបែរជាមិនក៏ក្រើកដោយការរំពឹងទុកបងប្អូនពីព្រោះថាបងប្អូនដឹងហើយបើយើងមើលទៅលើកាយសម្បទារ៉ូស្លានគេដៃវែងជើងវែងហើយខ្ពស់ជាងថេរ៉ាជាពិសេសបាទគឺការប្រកួតលើកមុនថេរ៉ាគាត់មិនទាន់ស្គាល់ចិត្តស្គាល់ថ្លើមរ៉ូស្លាននៅឡើយទេបាទដោយប្រកួតទៅតែគេហៅថាលោឆ្វេងលោស្ដាំក៏ផ្្លាត់បាទអញ្ចឹងបានន័យថាការប្រកួតលើកមុនថេរ៉ាផ្្លាត់តើកត្តាទាំងពីរនេះអាចឲ្យបាទថេរ៉ាមានការរអាចំពោះរ៉ូស្លានក្នុងការប្រកួតសងសឹកនេះរហូតដល់คล้ายទៅជាការប្រកួតមិនហ៊ានបដូរគ្នាដែរឬក៏អត់បងប្អូនបាទអញ្ចឹងបងប្អូនជួយផ្ដល់មតិយោបល់មួយមើលបងប្អូនតើថេរ៉ាគាត់នៅតែរក្សាការប្រកួតដកក៏ក្រើកដូចនាពេលកន្លងមកដែរឬក៏អត់បងប្អូនពីព្រោះបងប្អូនដឹងហើយថាអ្នកលេងពុថៅដៃថេរ៉ាបើសិនជាគាត់ឡើងសង្វៀនហើយគឺដឹងតែក៏ក្រើកហើយបាទក្នុង1នាទីក៏មានហៅថាអច្ឆរិយៈកើតឡើងបានដែរសម្រាប់ថេរ៉ាបាទបានន័យថា1នាទីក៏គាត់អាចផ្ដួលដៃគូបានដែរបាទបើសិនជាហៅថាសល់ពេលហើយមានឱកាសបាទហើយការប្រកួតរបស់គាត់នៅពេលកន្លងមកมันមានការប្រកួតមួយណាដែលថាទស្សនិកជនមានការខកបំណងទេបាទគឺទោះបីជាចាញ់ទោះបីជាឈ្នះក៏ហៅថាក៏ក្រើកបាទវាមិនញញើតដៃគូទេតើជំនួបលើកក្រោយនេះបាទជាមួយនឹងរ៉ូស្លាននេះអាចនឹងដូចមុនឬក៏បាទអាចនឹងខុសពីការរំពឹងទុករបស់បងប្អូនពីព្រោះដូចខ្ញុំលើកឡើងអញ្ចឹងកត្តា2បាទទី1កាយសម្បទារ៉ូស្លានគាត់វែងគាត់ធំជាងថេរ៉ាទី2គឺថេរ៉ាធ្លាប់ផ្្លាត់បាទដោយពេលនោះគាត់លូកដៃបំរុងនឹងបដូរបាទគ្រាន់តែគេថាលូកភ្លាមផ្្លាត់តែម្ដងបាទអញ្ចឹងកត្តាទាំងអស់នេះអាចធ្វើឲ្យថេរ៉ាមានការរអាជាមួយនឹងរ៉ូស្លានមិនហ៊ានបដូរឬក៏យ៉ាងណាដែរឬក៏អត់បងប្អូនបាទចាំតាមដានទស្សនាទាំងអស់គ្នានៅថ្ងៃទី23ខែ1ឆ្នាំ2026ខាងមុខបងប្អូននៅខាងខណ្ឌកំពូលនេះហើយបងប្អូនបាទសូមអរគុណ